yeah នេះជារឿងរបស់ខ្ញុំ yeah នេះជារឿងរបស់ខ្ញុំពីដីកំណើតមួយដែលធម្មជាតិល្អឥតខ្ចោះកោះកុងខ្ញុំកើតពីខេត្តកោះកុងខ្យល់សមុទ្ររបកមកត្រជាក់ចិត្តព្រៃភ្នំស្ទឹងនិងសមុទ្រជាទេសភាពដែលមិនងាយនឹងបំភ្លេចថ្ងៃរះលើផ្ទៃទឹកពន្លឺចែងចាំងដូចសូបិនអ្នកណាបានមកលេងម្ដងនឹងចង់វិលមកកំដងទៀតមិនមែនល្បីតែទេសភាពប៉ុន្តែចិត្តមនុស្សពោពេញដោយភាពកក់ក្ដៅស្នាមញញឹមស្មោះត្រង់ទទួលភ្ញៀវដោយក្តីរាក់ទាក់ខ្ញុំដើរដងផ្ទៃស្រមៃបណ្ដាយមិនភ្លេចដីកំណើតព្រោះខេត្តកោះកុងជាកម្លាំងចិត្តឲ្យខ្ញុំបន្តដំណើរទៅមុខកោះកុងជាខេត្តដែលស្រស់ស្អាតក្នុងដែនកម្ពុជាសមុទ្រនិងព្រៃភ្នំបង្កើតទេសភាពដ៏អស្ចារ្យមិនថាខ្ញុំទៅឆ្ងាយប៉ុណ្ណាក៏នៅតែនឹកដល់ផ្ទះដីមួយនេះនៅក្នុងបេះដូងខ្ញុំតែងតែមានមោទនភាពផ្លូវជីវិតមានឧបសគ្គតែខ្ញុំមិនដែលបោះបង់រៀនពីធម្មជាតិឲ្យរឹងមាំដូចភ្នំនិងសមុទ្រដ៏ធំខ្ញុំយកសំឡេងរ៉េបមកប្រាប់រឿងដីកំណើតឲ្យមនុស្សគ្រប់គ្នាបានដឹងថាកោះកុងមានសម្រស់មិនធម្មតាស្រឡាញ់វប្បធម៌ស្រឡាញ់ប្រជាជននិងធនធានធម្មជាតិរួមគ្នាថែរក្សាដើម្បីឲ្យនៅស្រស់ស្អាតសម្រាប់ថ្ងៃក្រោយនេះជាសំឡេងពីបរមអ្នកតែមានមោទនភាពលើស្រុកកំណើតកោះកុងក្នុងកម្ពុជានឹងនៅក្នុងចិត្តខ្ញុំជារៀងរហូតកោះកុងមិនមានគ្រាន់តែជា trap មួយទេវាជាផ្ទះជាអត្តសញ្ញាណ respect